ឯកឧត្តមណយផាន់ណាមានប្រសាសន៍ថាគ្រូបង្វឹកជាបុគ្គលដ៏សំខាន់ក្នុងការតម្រង់ផ្លូវកីឡាករកីឡាការិនីនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡ িম্প ិកស្ដីពីគ្រូបង្វឹកទ្រីយ៉ាថ្លុនកម្រិត1កាលពីចុងសប្តាហ៍កន្លងទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាឯកឧត្តមណយផាន់ណាតំណាងគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានវិយតម្លៃខ្ពស់ចំពោះវគ្គដ៏មានសារៈសំខាន់នេះដែលបានផ្ដល់ទាំងទ្រឹស្ដីនិងការអនុវត្តយ៉ាងសំខាន់ដល់សិក្ខាកាមឯកឧត្តមណយផាន់ណាបានលើកឡើងពីគុណតម្លៃនៃគ្រូបង្វឹកគឺជាបុគ្គលដ៏សំខាន់ក្នុងការតម្រង់ផ្លូវកីឡាករកីឡាការិនីមិនត្រឹមតែជាការបង្ហាត់ប៉ុណ្ណោះទេតែក៏ជាការផ្ដល់ចំណេះដឹងបន្ថែមទៀតឯកឧត្តមសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងកាន់តែយល់ច្បាស់ពីតួនាទីជាគ្រូឯកឧត្តមណយផាន់ណាក៏បានរំលឹកដល់អត្តពលិកពីគុណវិបត្តិនៃការប្រើប្រាស់សារធាតុហាមឃាត់ស្ថិតក្នុងការហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់អាជីពកីឡាគូបញ្ជាក់ថាវគ្គសាមគ្គីអូឡ িম্প ិកស្ដីពីគ្រូបង្វឹកទ្រីយ៉ាថ្លុនកម្រិត1មានសិក្ខាកាមចំនួន25រូបក្នុងនោះមានជនជាតិវៀតណាមចំនួន5រូបដែលធ្វើឡើងចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី5ខែតុលាឆ្នាំ2025វគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះធ្វើឡើងក្រោមគម្រោង Olympic Solidarity និង World Triathlon ដែលមានការរួមចំណែកពីគ្រូឧទ្ទេសចំនួន2រូបមកពីសហព័ន្ធទ្រីយ៉ាថ្លុនពិភពលោក